ទ្រឹស្ដីសង្គមដែលពលរដ្ឋទូទៅតែងតែនិយាយស្លឹកចេកនឹងត្រូវបោះចោលបន្ទាប់ពីប្រើរួចបានឆ្លុះបញ្ចាំងពីស្ថានភាពអ្នកស្រីធីសវណ្ណថានិងប្តីនៅពេលនេះបន្ទាប់ពីពួកគេបានបោះបង់គណៈបកប្រឆាំងទៅចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាអស់ជិត10ឆ្នាំភាពហឺហាពីដំបូងដោយសារលុយកាក់លៀបសក្ការៈនិងតំណែងដែលបានពីលោកហ៊ុនសែនពេលនេះបដូរជាការដេកក្នុងពន្ធនាគារដែលកាត់ទោសដោយតុលាការនៅក្រោមអំណាចលោកហ៊ុនសែនអតីតសកម្មជនគណបកសង្គ្រោះជាតិដ៏ល្បីល្បាញអ្នកស្រីធីសវណ្ណថាដែលបានឡើងតំណែងជាអភិបាលរងក្រុងអរិយខ្សាត់ក្រោយចុះចូលគណបកប្រជាជនកម្ពុជាត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់រយៈពេល3ឆ្នាំក្រោយការបង្ហោះសារលើបណ្ដាញសង្គមជុំវិញការរិះគន់ពាក់ព័ន្ធនឹងកងទ័ពប្តីរបស់អ្នកស្រីធីសវណ្ណថាគឺលោកផៃសវណ្ណរិទ្ធក៏មានទោសដូចគ្នាដែរអង្គការលីកាដូរីកាថាសាលាដំបងរាជធានីភ្នំពេញបានប្រកាសសារក្រមកាត់ទោសអ្នកទាំងពីរកាលពីថ្ងៃទី13ខែកក្កដាអ្នកខ្លំមើលលើកឡើងថាការបង្ហោះសារលើបណ្ដាញសង្គមរបស់អ្នកស្រីធីសវណ្ណថានិងប្តីរិះគន់អំពីរឿងកងទ័ពនោះគឺជាសេរីភាពបញ្ចេញមតិតាមស្មារតីរដ្ឋធម្មនុញ្ញប៉ុណ្ណោះនិងមិនមែនជាកំហុសផ្លូវច្បាប់ដែលត្រូវផ្ដន្ទាទោសឡើយប៉ុន្តែការកាត់ទោសអ្នកទាំងពីរនៅពេលនេះអាចជាប់ពាក់ព័ន្ធនឹងការសងសឹកនយោបាយដែលលោកហ៊ុនសែននៅចងគំនុំរឿងអ្នកស្រីធីសវណ្ណថាធ្លាប់បានរិះគន់លោកហ៊ុនសែនធ្ងន់ធ្ងរកាលពេលអ្នកស្រីជាសកម្មជនគណបកសង្គ្រោះជាតិប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី14ខែកក្កដាថាករណីអ្នកស្រីធីសវណ្ណថាគឺជាមេរៀននយោបាយកខ្វក់មួយក្នុងចំណោមសាច់រឿងជាច្រើនទៀតដែលឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មនយោបាយរបស់លោកហ៊ុនសែនលោកថាបាននិយាយដល់សេរីភាពបញ្ចេញមតិអ្នកស្រីធីសវណ្ណថាគ្មានទោសទេប៉ុន្តែលោកថាលោកហ៊ុនសែនប្រើលុយនិងតំណែងដើម្បីអូសទាញអ្នកស្រីធីសវណ្ណថាឲ្យចូលគណៈបកប្រជាជនកម្ពុជាហើយក៏ប្រើតុលាការកម្ចាត់ចោលវិញបន្ទាប់ពីលោកហ៊ុនសែនអស់ការពេញចិត្តសម្រាប់ប្រើជាឧបករណ៍នយោបាយទៀតលោកម៉ែនណាថាការដាក់ទោសអ្នកស្រីធីសវណ្ណថាក៏ជាល្បិចដែលលោកហ៊ុនសែនចង់បោះសារគម្រាមដល់អ្នកចុះចូលគណៈបកប្រជាជនដទៃទៀតកុំឲ្យដើរហួសពីបន្ទាត់នយោបាយអំណាចរបស់គ្រួសារត្រកូលហ៊ុនជាមេរៀនមួយទៅដល់អ្នកគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាហ្នឹងមិនថាអ្នកនឹងគ្រប់គ្រងបកប្រឆាំងឬក៏គ្រប់គ្រងបកកណ្ដាលអំណាចឬក៏អ្នកនឹងចោះចូលគណៈបកកណ្ដាលអំណាចឲ្យបានសុខស្រួលទេអត់ទេណាគឺចោះចូលគណៈបកកណ្ដាលអំណាចឲ្យអាចបានទទួលប្រយោជន៍គឺជាប្រយោជន៍ដោះដូរទិញទឹកចិត្តហើយត្រូវបម្រើការឲ្យលោកហ៊ុនសែនហើយនៅពេលណាដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រើអស់សាច់ហើយយើងប្រើពាក្យអញ្ចឹងចុះចង់កម្ចាត់ចោលពេលណាក៏ស្រេចតែគេអាហ្នឹងវាអញ្ចឹងរបបហ្នឹងគឺជារបបគ្មានច្បាប់គ្មានទម្លាប់ទេគឺដឹកនាំតាមតែមាត់របស់មេដឹកនាំថាម៉េចគឺអញ្ចឹងតុលាការក៏គ្មានសិទ្ធិចំណែកឯនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី14ខែកក្កដាថាការផ្ដន្ទាទោសអ្នកស្រីធីសវណ្ណថានិងលោកផែសវណ្ណរិទ្ធអាចរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិអំពីការធ្លាក់ចុះសេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជាលោកក៏សម្គាល់ថាពលរដ្ឋជាច្រើនដែលជាប់ពន្ធនាគារតាក់ទងនឹងការរិះគន់រឿងតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាវៀតណាមឡាវក៏មិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពទោះបីរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះហើយក៏ដោយលោកបន្ថែមថាសេរីភាពនៃការបញ្ចេញមតិកាន់តែមានការរឹតបន្តឹងក្រោយមានចំនួនព្រំដែនហើយពលរដ្ឋជាច្រើនត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបទញុះញង់ឲ្យមានការរើសអើងនិងបទជេរប្រមាថជាដើមការចោទប្រកាន់ការបន្តទោសទៅលើអ្នកស្រីធីសវណ្ណថានិងលោកហែសវណ្ណរិទ្ធក៏ដូចជាសកម្មជនផ្សេងទៀតហ្នឹងគឺយើងស្ថិតនៅក្នុងការមានការរិះគន់ច្រើនដែរពីសហគមន៍ជាតិនិងអន្តរជាតិណាតែទៅនឹងសេរីភាពនៃការបញ្ចេញមតិចឹងហើយអ្វីដែលសំខាន់ហ្នឹងគឺការពិនិត្យឲ្យបានច្បាស់លាស់របស់អាជ្ញាធរនិងតុលាការមុននឹងសម្រេចពីការឃាត់ខ្លួនចាប់ខ្លួនចោទប្រកាន់ឃុំខ្លួននិងការផ្ដន្ទាទោសអ្នកស្រីធីសវណ្ណថាធ្លាប់ល្បីល្បាញខ្លាំងកាលអំឡុងការបោះឆ្នោតឆ្នាំ2013ក្នុងនាមជាសកម្មជនគណបកសង្គ្រោះជាតិដោយសារអ្នកស្រីហ៊ានកាន់ផ្លាយមេក្រូរិះគន់លោកហ៊ុនសែនឥតសំចៃមាត់ជាសាធារណៈក្រោយចុះចូលជាមួយគណបកកាន់អំណាចអ្នកស្រីត្រូវបានលោកហ៊ុនសែនផ្ដល់លាភសក្ការៈជាច្រើនក្នុងសារសម្លេងបែកធ្លាយលើបណ្ដាញសង្គមអ្នកស្រីធីសវណ្ណថាទទួលបាននៅឡានទំនើបផ្ទះប្រណិតប្រាក់យ៉ាងតិច$1 លាននិងបន្ទាប់មកបានក្លាយជាអភិបាលរងក្រុងអរិយខ្សាត់
បន្ទាប់ពីបានចុះចូលគណៈបកប្រជាជនកម្ពុជានៅចុងខែឧសភាឆ្នាំ2017ដោយឡែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសង្សានករណាលើកឡើងថាការសម្ដែងមតិរបស់អ្នកស្រីធីសវណ្ណថាកន្លងមកគ្រាន់តែចង់ឲ្យអ្នកកាន់អំណាចនិងប្រជាពលរដ្ឋចាប់អារម្មណ៍លើអ្នកស្រីប៉ុណ្ណោះលោកថាបាននិយាយដល់នយោបាយវិញករណីនេះអាចជារឿងប្រឌិតរបស់លោកហ៊ុនសែនធ្វើជាដាក់ទោសអ្នកស្រីធីសវណ្ណថាដើម្បីបង្កើតព្រឹត្តិការណ៍មួយយកទៅលុបលើព្រឹត្តិការណ៍ជាតិដទៃទៀតมันមានទំនុកចិត្តថាវាជារឿងពិតជាក់ស្ដែងប្រមាណនោះទេដោយសារថាអ្នកទាំងអស់នោះសុទ្ធសឹងតែជាអ្នកធ្លាប់បម្រើដល់គណៈបកប្រឆាំងហើយត្រូវបានគណៈបកកណ្ដាលអំណាចផ្ដល់ផលប្រយោជន៍អីចឹងទៅក៏ទៅបម្រើនៅគណៈបកកណ្ដាលអំណាចចឹងទៅហើយយើងស្ទើរតែមិនជឿថាសុកនៅពេលដែលខ្លួនកំពុងទទួលបានផលប្រយោជន៍មានតំណែងទូនាទីស្រាប់តែលេចចេញនៅការបញ្ចេញមតិមួយឲ្យបង្កើតជារឿងរ៉ាវនឹងមកអញ្ចឹងយើងក៏មិនមានទំនុកចិត្តថាតើរឿងហ្នឹងវាពិតឬក៏យ៉ាងណាដែរអ្នកស្រីធីសវណ្ណថានិងប្តីត្រូវបានចាប់ខ្លួននៅក្នុងខែធ្នូឆ្នាំ2025និងត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ពតាមបញ្ញត្តិមាត្រា472នៃក្រមព្រហ្មទណ្ឌដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារ2ទៅ5ឆ្នាំបច្ចុប្បន្នអ្នកស្រីធីសវណ្ណថាកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺរីឯលោកសវណ្ណរិទ្ធជាប្តីជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្ដាលខ្ញុំខណ្ឌលក្ខណាទូរទស្សន៍អាស៊ីសេរី